ពលរដ្ឋ17គ្រួសារស្នើសុំមន្ត្រីជំនាញជួយពិនិត្យមើលកន្លែងលោកយ៉ាស់កណ្ដាលភូមិធ្វើឲ្យពួកគាត់ព្រួយបារម្ភពីហានិភ័យប្រជាពលរដ្ឋចំនួន17គ្រួសារស្នើសុំមន្ត្រីជំនាញជួយពិនិត្យមើលទីតាំងលោកយ៉ាស់មួយកន្លែងចំកណ្ដាលភូមិធ្វើឲ្យពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពក្នុងការរស់នៅក្បែរតាមសម្ដីឈ្មោះសាវើអិចប្រតំណាងប្រជាពលរដ្ឋរួមនៅក្នុងភូមិត្រពាំងអំពិលឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺបានប្រាប់អ្នកយកព័ត៌មានពីព្រឹកថ្ងៃទី2មិថុនាឆ្នាំ2025ថាបច្ចុប្បន្នប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពនិងក្រុមគ្រួសារបន្ទាប់ពីមានឈ្មោះសុកខេងមីឡុងបានបើករបរលូកយ៉ាស់ដែលមានយីហោ LPG លោកកណ្ដាលភូមិមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសគ្រប់គ្រាន់និងបញ្ជាហានិភ័យបានទេដោយសារទីតាំងស្តុកយ៉ាស់មានផ្ទៃដីទំហំ5ម៉ែត្រគុណនឹង20ម៉ែត្រហើយចំណុះស្តុកយ៉ាស់រហូតដល់ស៊ីហ្សែន3500លីត្រនៅចំកណ្ដាលភូមិតែម្ដងទើបពួកគាត់សំណូមពរដល់មន្ត្រីជំនាញមេត្តាពិនិត្យមើលផងទៀតព្រោះថាសប្តាហ៍ថ្ងៃពួកគាត់កំពុងដេកអោបភ្លើងហើយមិនថាទីតាំងស្តុកយ៉ាស់ខាងលើមានខ្នងបង្អែកមកពីណាទេបាទជាអាជ្ញាធរមិនហ៊ានទៅក្បែរណាមួយពួកគាត់អង្កេតឃើញមកចាក់ទីតាំងខាងលើនៅពេលយប់នាំកូនចៅទៅសម្រាប់ហើយស្រុកអង្គស្រួលដោយពួកគាត់ទុកទីតាំងខាងលើចោលជារៀងរាល់យប់ទីចុងក្រោយពួកគាត់សូមសំណូមពរទៅក្រសួងរ៉ែនិងធម្មពលជួយពិនិត្យពីអាជីវកម្មទុកនិងលក់ដាល់ភូមិត្រពាំងអំពិលខាងក្រោយផ្សារត្រពាំងអំពិលឃុំត្រពាំងគងស្រុកសំរងទងផងព្រោះសប្តាហ៍ថ្ងៃពួកគាត់ដេកភ័យព្រួយបារម្ភសុវត្ថិភាពខ្លាំងណាស់ក្រោយពីការលើកឡើងនិងសំណូមពរពីប្រជាពលរដ្ឋក្រុមអ្នកយកព័ត៌មានយើងបានទូរស័ព្ទតាម Telegram ដើម្បីសាកសួរពីបញ្ហាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋលោកមុតថោបានស្រុកសំរងទងថាបើសិនជាអាជីវកម្មខាងលើមិនធ្វើតាមបច្ចេកទេសនោះលោកនឹងឲ្យមន្ត្រីជំនាញចុះបិទទីតាំងតែម្ដងនៅរសៀលថ្ងៃទី2ខែមិថុនានេះចំណែកលោកវិញជីតុងប្រធានរាជធម្មពលខេត្តកំពង់ស្ពឺលោកនឹងឲ្យជំនាញចុះទៅពិនិត្យនៅរសៀលថ្ងៃទី2ខែមិថុនា2025នេះប្រសិនបើដូចបងប្អូនចោតប្រកាន់នោះមែនលោកនឹងចាត់វិធានការតាមនីតិវិធីខ្ញុំសាន់រិនធ្វើសេចក្តីរាយការណ៍